cao single សូមស្វាគមន៍ថ្ងៃនេះcao single នឹងនាំយកមេរៀនថ្មីចែកជូនដល់អ្នកនរគ្នាជាបន្តដែលមេរៀនថ្មីរបស់យើងនៅថ្ងៃនេះគឺការញ៉ាំអាហារពេលព្រឹក吃早餐吃早餐មានន័យថាញ៉ាំអាហារពេលព្រឹកអូខេឥឡូវនេះមកជួបជាមួយនឹងពាក្យថ្មីរបស់យើងនៅថ្ងៃនេះផងដែរពាក្យថ្មីទី1របស់យើងនៅថ្ងៃនេះគឺចូលបបរចូលបបរ知អូចូល知អូចូលបបរមីហ្វាន់បាយមីហ្វាន់បាយឬក៏បាយសអ្នកទាំងអស់គ្នាបាទម៉អ៊ីមីមីហ្វអានហ្វាន់ហ្វាន់មីហ្វាន់មីហ្វាន់បាយពាក្យជាបន្តទៀតគឺយោแถวจากไขว้យោแถวจากไขว้อีโอโยโยเธอเอลเทลแถวយោแถวយោแถวจากไขว้包子นมប៉ាវ包子นมប៉ាវប៉ោអោប៉ោប៉ោจื้อ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 ប៉ោจื้อប៉ោจื้อนมប៉ាវអូខេអញ្ចឹងពាក្យថ្មីរបស់យើងទាំងអស់គ្នាយើងបានសិក្សារួចហើយមានដូចជាចូលមីហ្វាន់យោแถวប៉ោจื้อអញ្ចឹងអ្នកទាំងអស់គ្នាចង់បង្កើតជាប្រយោគសំណួរសួរទៅមិត្តភ័ក្តិអ្នកទាំងអស់គ្នាឬក៏អ្នកនៅជុំវិញខ្លួនថាតើអ្នកចូលចិត្តញ៉ាំអាហារពេលព្រឹកអ្វីអូខេអញ្ចឹងនេះខ្ញុំនឹងមានឃ្លាសំណួរមួយចាស់ជូនដល់អ្នកទាំងអស់គ្នាផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នាអនុវត្តនៅក្នុងការនិយាយផងដែរអូខេអញ្ចឹងបើយើងចង់សួរថាតើអ្នកចូលចិត្តញ៉ាំអាហារពេលព្រឹកអ្វីយើងសួរគេថា你喜欢吃什么早餐你喜欢吃什么早餐មានន័យថាតើអ្នកចូលចិត្តញ៉ាំអាហារពេលព្រឹកអ្វីអូខេមកធ្វើការប្រកបពេញអេងជាមួយនឹងខ្ញុំទាំងអស់គ្នានៅអ៊ីនីនីនៅអ៊ីនីនីគឺអ្នកស៊ីអ៊ីស៊ីស៊ីហឺអនហ៊ុនស៊ីហ៊ុនស៊ីហ៊ុនមានន័យថាចូលចិត្តឈឺ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 គឺញ៉ាំ是恩生神么么么什么什么គឺអ្វី自熬早早ឈឺអានឆានឆាន早ឆានអូខេ早ឆានមានន័យថាអាហារពេលព្រឹក breakfast របស់យើងហ្នឹងអ្នកនរគ្នាអូខេអញ្ចឹង你喜欢吃什么早餐你喜欢吃什么早餐តើអ្នកចូលចិត្តញ៉ាំអាហារពេលព្រឹកអ្វីអូខេយើងឆ្លើយជាមួយនឹងគេវិញឆ្លើយថា我喜欢吃粥我喜欢吃米饭我喜欢吃油条我喜欢吃包子អូខេអញ្ចឹងមានន័យថាខ្ញុំចូលចិត្តញ៉ាំបបរខ្ញុំចូលចិត្តញ៉ាំបាយខ្ញុំចូលចិត្តញ៉ាំចាខ្វៃខ្ញុំចូលចិត្តញ៉ាំនំប៉ាវអូខេតើអ្នកទាំងអស់គ្នាចូលចិត្តមួយណាដែរអូខេអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចណានៅពេលអ្នកទាំងអស់គ្នាសិក្សាជាមួយនឹងខ្ញុំកុំភ្លេចមានប៊ិចហើយនឹងសភៅដើម្បីកត់ត្រាទុកបាទធ្វើជាការចងចាំអ្នកទាំងអស់គ្នាផងដែរអ្នកទាំងអស់គ្នាកត់ត្រាក្នុងសភៅទៅនៅពេលដែលយើងភ្លេចយើងអាច check វិញធ្វើឲ្យអ្នកទាំងអស់គ្នាចាំបានលឿនបាទអូខេអញ្ចឹងមេរៀនរបស់យើងនៅថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយយើងជួបគ្នាជាមួយគ្នានៅវីដេអូក្រោយមេរៀនជាបន្តផងដែរបាយបាយ